ការយកផែនដីធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈទី2ការយកទឹកធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈនិងទី3គឺការយកលំហអាកាសធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈជំរាបសួរបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនយើងបានជួបគ្នារួចហើយទៅលើប្រធានបទចរិតសិល្បៈនៅលើសកលលោកនៅក្នុងវីដេអូនេះយើងនឹងជួបគ្នានៅក្នុងការចែករំលែកអំពីមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈទៅពិភពលោកនេះមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈត្រូវបានបែងចែកជា3ទី1ការយកផែនដីធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈទី2ការយកទឹកធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈនិងទី3គឺការយកលំហអាកាសធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈខ្មែរបានយកផែនដីធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈជាតិរបស់ខ្លួនដោយខ្មែរយល់ថាភពផែនដីជាទីសម្រាប់សេចក្តីចម្រើនសម្រាប់ដំណើរកើតនៃមនុស្សសត្វរុក្ខជាតិទាំងឡាយដែលអត់មិនបានផែនដីមានចលនានឹងថ្កល់រុក្ខជាតិដែលចាក់ឬជ្រៅទៅក្នុងផែនដីកាន់តែជ្រៅកាន់តែរឹងមាំរីឯសិល្បៈវប្បធម៌ជាតិខ្មែរមានចរិតធ្ងន់និងថ្កល់ដូចផែនដីដែរគឺរួមកាន់តែទៀតកាន់តែចាក់គ្រឹះរឹងមាំមិនអាចឃ្លៀងឃ្លោងបានទេចលនានៃកាយវិការសិល្បៈខ្មែរមានចរិតនឹងនួនខ្ញង់ទន់ភ្លន់មាំទាំមិនងាយដួលរលំបានឡើយតាមក្រឹតក្រមធម្មជាតិផែនដីធ្ងន់ហើយនឹងថ្កល់ជាងទឹកផែនដីនៅក្រោមទឹកទ្រទឹកគ្មានផែនដីគឺគ្មានទឹកជាតិសាសន៍ដែលយកទឹកធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈមានដូចជាជនជាតិចិនជាដើមសិល្បៈនៃជនជាតិនេះមានចរិតឃ្លោងផ្អៀងដូចជាអណ្ដែតនៅលើទឹកគេយល់ឃើញថាទឹកគឺជាប្រភពនៃជីវិតរស់នៅរបស់សត្វលោកគ្មានទឹកគឺគ្មានជីវិតនេះគឺជាក្រឹតក្រមសត្យានុម័តប៉ុន្តែអ្វីដែលនៅលើទឹកតែងតែមានចលនាឃ្លោងយល់យកទៅតាមចរន្តនៃកម្លាំងខ្យល់បក់ដោយមិននៅនឹងថ្កល់ឡើយឯសិល្បៈពួកអឺរ៉ុបច្រើនតែយកលំហអាកាសធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈរបស់ពួកគេដោយគេយល់ឃើញថាមានតែលំហអាកាសទេដែលជាទីកន្លែងដែលមានសេរីភាពបរិបូរណ៍នៅក្នុងជីវិតរបស់មនុស្សសត្វលោកដោយឥតព្រំដែនដូច្នេះហើយបានជាសិល្បៈរបស់ពួកគេតែងតែរាំចុងជើងគឺគ្រប់ចលនានៃកាយវិការទាំងអស់ទាំងជើងទាំងដងខ្លួនទាំងក្បាលនិងដៃសុទ្ធតែប្រើចលនាដូចសត្វហោះហើរដែលនៅក្នុងលំហអាកាសដែរគឺជារបាំដែលសប្បាយនិងសេរីភាពនៅក្នុងលំហអាកាសអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹង Slam C នៅវីដេអូក្រោយ